ដ៏ធំនេះការពិតទៅគឺជាមនុស្សយន្តជំនួយការងាររបស់ប៉ូលីសចិនដើម្បីប្រើប្រាស់នៅក្នុងការងារចាប់ជនសង្ស័យវាមិនមែនត្រឹមជាកង់ធម្មតានោះទេវាបំពាក់បច្ចេកវិទ្យាទំនើបនៅក្នុងនេះហើយកង់រ៉ូបូតនេះអាចធ្វើដំណើរគ្រប់ទីកន្លែងទោះបីជាផ្លូវមានឧបសគ្គដូចជាផ្លូវដែលមានគ្រោះមានថ្មឬក៏ផ្លូវមិនរាបស្មើក៏វាអាចធ្វើដំណើរបានបន្ទាប់ពីកំណត់នៅអត្តសញ្ញាណរបស់ជនសង្ស័យបានវាដេញចាប់តាមនិងតាមដាននៅចលនារបស់ជនសង្ស័យទាំងអស់នោះដូច្នេះជនសង្ស័យនោះមិនងាយរត់គេចនោះទេព្រោះកង់ដ៏ធំនេះវាអាចចាប់អត្តសញ្ញាណរបស់ជនសង្ស័យបានវាអាចធ្វើដំណើរនៅលើទឹកបំបែកទ្វារនិងថែមទាំងអាចបាញ់សំណាញ់ដើម្បីឃាត់ខ្លួនជនសង្ស័យបានទៀតផងព្រមទាំងអាចថតនៅរាល់សកម្មភាពទាំងអស់នៅតាមផ្លូវវាក៏ប្រើប្រាស់នៅក្នុងព្រលានយន្តហោះដើម្បីស៊ើបអង្កេតឬក៏ចាប់នៅមុខសញ្ញានានាដែលសង្ស័យនៅក្នុងព្រលានយន្តហោះដូច្នេះកង់រ៉ូបូតនេះអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែងដែលប៉ូលីសអាចត្រូវការវាយកទៅជាមួយដើម្បីជំនួយការងារកង់ដ៏ធំនេះការពិតទៅគឺជាមនុស្សយន្តជំនួយការងាររបស់ប៉ូលីសចិនដើម្បីប្រើប្រាស់នៅក្នុងការងារចាប់ជនសង្ស័យវាមិនមែនត្រឹមជាកង់ធម្មតានោះទេវាបំពាក់បច្ចេកវិទ្យាទំនើបនៅក្នុងនេះហើយកង់រ៉ូបូតនេះអាចធ្វើដំណើរគ្រប់ទីកន្លែងទោះបីជាផ្លូវមានឧបសគ្គដូចជាផ្លូវដែលមានគ្រោះមានថ្មឬក៏ផ្លូវមិនរាបស្មើក៏វាអាចធ្វើដំណើរបានបន្ទាប់ពីកំណត់នៅអត្តសញ្ញាណរបស់ជនសង្ស័យបានវាដេញចាប់តាមនិងតាមដាននៅចលនារបស់ជនសង្ស័យទាំងអស់នោះដូច្នេះជនសង្ស័យនោះមិនងាយរត់គេចនោះទេព្រោះកង់ដ៏ធំនេះវាអាចចាប់អត្តសញ្ញាណរបស់ជនសង្ស័យបានវាអាចធ្វើដំណើរនៅលើទឹកបំបែកទ្វារនិងថែមទាំងអាចបាញ់សំណាញ់ដើម្បីឃាត់ខ្លួនជនសង្ស័យបានទៀតផងព្រមទាំងអាចថតនៅរាល់សកម្មភាពទាំងអស់នៅតាមផ្លូវវាក៏ប្រើប្រាស់នៅក្នុងព្រលានយន្តហោះដើម្បីស៊ើបអង្កេតឬក៏ចាប់នៅមុខសញ្ញានានាដែលសង្ស័យនៅក្នុងព្រលានយន្តហោះដូច្នេះកង់រ៉ូបូតនេះអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែងដែលប៉ូលីសអាចត្រូវការវាយកទៅជាមួយដើម្បីជំនួយការងារកង់ដ៏ធំនេះការពិតទៅគឺជាមនុស្សយន្តជំនួយការងាររបស់ប៉ូលីសចិនដើម្បីប្រើប្រាស់នៅក្នុងការងារចាប់ជនសង្ស័យវាមិនមែនត្រឹមជាកង់ធម្មតានោះទេវាបំពាក់បច្ចេកវិទ្យាទំនើបនៅក្នុងនេះហើយកង់រ៉ូបូតនេះអាចធ្វើដំណើរគ្រប់ទីកន្លែងទោះបីជាផ្លូវមានឧបសគ្គដូចជាផ្លូវដែលមានគ្រោះមានថ្មឬក៏ផ្លូវមិនរាបស្មើក៏វាអាចធ្វើដំណើរបានបន្ទាប់ពីកំណត់នៅអត្តសញ្ញាណរបស់ជនសង្ស័យបានវាដេញចាប់តាមនិងតាមដាននៅចលនារបស់ជនសង្ស័យទាំងអស់នោះដូច្នេះជនសង្ស័យនោះមិនងាយរត់គេចនោះទេព្រោះកង់ដ៏ធំនេះវាអាចចាប់អត្តសញ្ញាណរបស់ជនសង្ស័យបានវាអាចធ្វើដំណើរនៅលើទឹកបំបែកទ្វារនិងថែមទាំងអាចបាញ់សំណាញ់ដើម្បីឃាត់ខ្លួនជនសង្ស័យបានទៀតផងព្រមទាំងអាចថតនៅរាល់សកម្មភាពទាំងអស់នៅតាមផ្លូវវាក៏ប្រើប្រាស់នៅក្នុងព្រលានយន្តហោះដើម្បីស៊ើបអង្កេតឬក៏ចាប់នៅមុខសញ្ញានានាដែលសង្ស័យនៅក្នុងព្រលានយន្តហោះដូច្នេះកង់រ៉ូបូតនេះអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែងដែលប៉ូលីសអាចត្រូវការវាយកទៅជាមួយដើម្បីជំនួយការងារ